ត្រីហើយគាត់នឹងធ្វើរឿងបន្តតែឡើយមកចេឯងនៅខ្លាចជាម្ចាស់សត្រីនេះជាការសាក់លបងរបស់ឯងហើយឯងមិនអាចបរាជ័យបានទេគ្រប់គ្នាកំពុងតែមើលតែឯងអត់ទេនាងសន្លប់ហើយខ្ញុំបានប្រាប់តែនាងហើយនាងមិនស័ក្តិសមនោះទេឲ្យពេលនាងខ្លះទៅអេវ៉ារីនាងធ្វើឲ្យម្ចាស់សត្រីខកចិត្តណាស់ចេមានអារម្មណ៍ចំណេចដែរដោយនៅសល់ពេលពី3ថ្ងៃទៀតដើម្បីប្រជុំម្ចាស់សត្រីមករកមកចាព្រះនាងប្រហែលជាអេវ៉ារីនិយាយត្រូវតែព្រះនាងប្រកាសតែថាខ្ញុំជាជំរឿនត្រឹមត្រូវហើយខ្ញុំមិនដឹងទេថានាងជាជំរឿនត្រឹមត្រូវឬអត់នោះទេមកចាតែទោះជាអេវ៉ារីក៏មិនដឹងដែរឬក៏ឃុំផ្សេងទៀតនៅលើផែនដីនេះ